បាទសួស្តីបងប្អូននេះគឺជារបៀប copy សៀវភៅក្រាស់ៗបងក្រាស់ៗជាងសៀវភៅហ្នឹងហើយយើង copy ទៅបានមកសងខាងអញ្ចឹងយើងមិនបាច់ក្បត់សៀវភៅចេះទេកាលណាយើងស្បត់ទៅ view ចឹងខ្ញុំប្រាប់ពីរបៀប copy នៅលើម៉ាស៊ីន Ricoh OP 50 55អញ្ចឹងដើម្បីចូលអ្នកទាំងអស់គ្នាចូលសាច់ tray 1អញ្ចឹងមក tray 1អ្នកទាំងអស់គ្នាចូលទៅកាន់ពាក្យថា duplicate combine series ហើយអ្នកទាំងអស់គ្នាយកពាក្យថា speed នេះឲ្យវា speed duplicate មកអញ្ចឹងមកយើងអូខេទៅអូខេទៅដោយសារតែសារយើងនេះសភៅយើងវាអត់ទៅຂະຫນាតវាអញ្ចឹងយើងព្រីវាតិចទៅចូលកន្លែង zoom នេះគឺបានហើយយើង full size ដែរយើងតម្លើងវាប្រហែលជា108ប៉ុណ្ណឹងអញ្ចឹងអ្នកនរគ្នាអាច copy បានអញ្ចឹងចាំមើលទាំងអស់គ្នាថាវាយ៉ាងម៉េចដែរទំព័រនេះខ្ញុំ copy រួចហើយនៅទំព័រមួយនេះអញ្ចឹងខ្ញុំដាក់វាបែបហ្នឹងយើងមើលវាស្មើទៅបងប្អូនមើលវាស្មើទៅដៃមួយយើងយឺតតិចហើយយើងឆ្កូនតិចហើយយើងចុច start ធម្មតាវានឹងធ្វើការ copy ជាងយើងទៅមើលលទ្ធផលទាំងអស់គ្នាដាក់លទ្ធផលបងប្អូនឃើញទេចំពោះទី3ហើយនឹងចំពោះទី4តែម្ដងបាទវីដេអូនេះមានប៉ុណ្ណឹងអរគុណ